ប្រាសាទមួយទៀតអានេះប្រាសាទអីគេអីចាមីប្រាសាទអីគេនេះបាទប្រាសាទដំរីមានដំរីអត់មានរូបចម្លាក់អត់រូបចម្លាក់នៅណានៅខាងលើអូរូបกระดาษ 50,000 លុយរូបដំរីនេះឯងរូបដំរីធំហ៎បាទខ្ញុំទៅមើលនេះបាទអរគុណតោះមានដំរីធំនៅខាងក្នុងប្រាសាទដំរីអូមានគេពាត់ខ្សែជុំវិញប្រាសាទកុំឲ្យចូលដោយសារអាចរងការបាក់បែកខូចខាតអូនោះរូបដំរីនោះមើលឃើញអូប្រាសាទនេះក៏មិនជាសល់សភាពល្អច្រើនដែរបាក់បែកអស់នោះសល់តែខឿនប្រាសាទគ្រឹះប្រាសាទផ្សេងដែលធ្វើអំពីថ្មដីឥដ្ឋនោះដីឥដ្ឋនោះបាក់បែកអស់នោះហើយនេះគេពាត់ខ្សែកុំឲ្យចូលអាចមានការបាក់បែកដោយប្រការណាមួយគ្រោះថ្នាក់ណាមួយចែកតំអញ្ចឹងនេះជាបរិវេណជុំវិញប្រាសាទដំរីស្រុកស្រយ៉ង់កោះកេរខេត្តព្រះវិហារគំនោដីថ្មឥដ្ឋនេះរូបចម្លាក់តោនោះដំរីរូបចម្លាក់ដំរីបាក់ធ្លាក់មកអូតាមមើលប្រហែលជាមានដំរីជុំវិញជ្រុង4បើដែលនោះដំរីនោះធ្លាក់ចុះមកមួយនោះតោនេះដំរីទៀតតែបាក់បែកអស់ហើយអូដំរីមែនដំរី4ដំរីមែនតាភាសាដំរីគេហៅភាសាដំរីនោះដំរីមួយទៀតតែដំរីនេះរៀងសភាពនៅរៀងល្អគ្រាន់នេះមានគេដាក់ចដាដាក់អីឡើងឲ្យជាជួសជុលឬក៏សម្អាតស្មៅសម្អាតអីក៏យើងមិនដឹងថាជាសម្អាតស្មៅច្រើនជាងពាត់ខ្សែអត់ឲ្យចូលចឹងយើងបានមើលពីក្រៅនឹងដែរនេះដំរីនេះនៅសភាពរាងស្អាតល្អច្រើនជាងគេប្រាសាទដំរីនៅស្រយ៉ង់កោះកេរខេត្តព្រះវិហារនេះបរិវេណជុំវិញផ្នែកខាងក្រោយដើមឈើទូចបាំងម្លប់ថ្ងៃត្រជាក់ល្អបាទនេះបាក់បែកគ្រីបដែកគ្រីបអីប្រហែលជាធ្វើការគ្រីបដែកបន្តទៀតឬយ៉ាងណានេះតោឲ្យបាក់ធ្លាក់មកអស់ដំរីជ្រុងនេះបាក់បែកអស់ដែរដំរីខាងនោះគឺធ្លាក់ចុះមកក្រោមហើយឡើងតិចនេះអូប្រេះបែកហែកជ្រុងអស់ហើយស្នាដៃដូនតាខ្មែរបែកអស់ហើយហែកជ្រុងអស់ហើយធ្វើពីដីឥដ្ឋផ្នែកខាងនោះទៀតក៏ប្រាសាទធ្វើពីដីឥដ្ឋតែបាក់បែកអស់សូសត្វយំឆ្វាក់សត្វអីយំបាក់បែកអស់នេះប្រាសាទដែរ
នេះមានហើយជាតម្រូវអីនេះតម្រូវដាក់មានដាប់ជ្រុងទូចច្រើនហើយជាតម្រូវអីដាក់តម្កល់ឬក៏ដាក់បញ្ឈរបដិមាអីនេះបាក់បែកអស់ហើយនេះបាក់បែកដោយធម្មជាតិហ្មងនេះកត្តាធម្មជាតិអស់លីងសល់ខឿនសល់ពំនូកថ្មឥដ្ឋបុរាណសានេះក៏រងការបាក់បែកដែរនេះកត្តាធម្មជាតិទាំងស្រុងហ្មងនេះតែអាជ្ញាធរប្រឹងគ្រីបសរសៃដែកស្អីដើម្បីជួយទប់លំនឹងឲ្យបន្តការឈររឹងមាំបន្តទៅទៀតសម្លាក់តម្រៃធ្លាក់មកនេះបាក់អស់អរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំការធ្វើវីដេអូរបស់ខ្ញុំនៅប្រាសាទដំរីស្រុកស្រយ៉ង់កោះកេរនៅពេលនេះបានដល់ទីបញ្ចប់ហើយបាទអរគុណច្រើនសូមគោរពជម្រាបលាបាទអរគុណច្រើន